ព្រោះវាអត់ដែលទៅថ្មីកើតទេឧទាហរណ៍ថាយើងចេញក្រៅផ្ទះពេលដែលមេឃភ្លៀងយើងឃើញមេឃស្រទុំពពកខ្មៅមីដេដាខ្យល់បក់វូវូយើងគិតថាច្បាស់ជាភ្លៀងហ្នឹងព្រោះអីអាកាសធាតុបែបនេះគឺជាសញ្ញាណបញ្ជាក់មកថាភ្លៀងតែយើងអត់យកឆាប់ទៅតាមទេព្រោះយើងគិតថាអត់ភ្លៀងទេបន្ថយទៅដល់ពេលដើរបានប្រហែល5នាទីភ្លៀងមករ៉ាវទៅទឹកជោគមួយអាទិត្យពីរអាទិត្យក្រោយមកចេញមុនចេញពីផ្ទះមើលឃើញមេឃរៀងស្រទុំអញ្ចឹងទៀតអីអញ្ចឹងទៀតពពកខ្មៅមីដេដាអញ្ចឹងទៀតហើយមានផ្គរគ្រឿងផងយើងគិតបន្ថយទៀតខ្ជិលយកឆាប់ទៅតាមកុំឲ្យធ្ងន់ដៃសាកម្ដងទៀតមើលតើវានឹងភ្លៀងទៅទឹកអត់ដើរមកបន្ទុះភ្លៀងមកទៅទឹកទៀតយើងធ្វើអញ្ចឹងដដែលហើយទៅភ្លៀងអត់យកឆាប់ទៅទឹកអត់យកឆាប់ទៅទឹកនេះជាអំពើឈួតលីលាទេព្រោះបើសិនជាយើងដឹងអញ្ចឹងលើកក្រោយកុំថាឡើយដោយមេឃខ្មៅមីដេដាសូម្បីតែមានពពកអីបាំងល្មមគឺដាក់ឆាត់ចូលក្នុងកតាបមួយឬក៏ដាក់ក្នុងគូតឡានឬក៏ដាក់នៅកន្លែងណាឬក៏យួរតាមដើម្បីត្រៀមថាបើមានគឺត្រូវតែទប់ភ្លៀងបានតែយើងអត់ធ្វើដូច្នេះយើងធ្វើដដែលហើយរំពឹងថានឹងអត់ភ្លៀងរំពឹងថានឹងអត់ទៅទឹកនេះហើយដែលលោក Albert Einstein គាត់និយាយថាការដែលធ្វើអ្វីៗដដែលហើយរំពឹងថានឹងបានលទ្ធផលថ្មីវាជាអំពើឈួតលីលាប៉ុន្តែកម្ពុជាគេមិនខ្វល់ទេព្រោះអីការដែលឈួតលីលាអីយ៉ាងណាគឺគេបានប្រយោជន៍ដើម្បីឲ្យប្រជាពលរដ្ឋបាក់ស្បាតនៅពេលដែលប្រជាពលរដ្ឋបាក់ស្បាតគឺគេគ្រូស្រួលគ្រប់គ្រងប្រទេសផ្ដាច់ការគឺគេបង្ក្រាបប្រជាពលរដ្ឋឲ្យភ័យដើម្បីស្រួលគ្រប់គ្រងដូចខ្មែរក្រហមអញ្ចឹងកូនក្មេងទូចអាយុ10ឆ្នាំ12ឆ្នាំអូសកភ្លើងអូសដីហ៊ានយកម៉ែឪទៅសម្លាប់ចោលបានណាដោយសារតែការបំពាក់មនុស្សកម្ពុជាឲ្យក្មេងហ្នឹងជឿថាម៉ែឪគឺជាសត្រូវគឺជាខ្មាំងគឺការអង្គការគឺជាបៃតាម៉ែឪគ្រាន់តែជាអ្នកបដិអាសន្នទេគ្មានគុណគ្មានស្រ័យអីយកទៅសម្លាប់ចោលបានដោយសារការបំពាក់មនុស្សកម្ពុជាហើយបើអ្នកឯងមិនសម្លាប់ទេគេនឹងសម្លាប់អ្នកឯងដែរដូច្នេះវាអត់មានសិទ្ធិអត់មានសេរីភាពមនុស្សចេះតែនាំគ្នាបាក់ស្បាតទៅហើយយើងគិតថាអានឹងជាអាការឯកភាពជាតិអត់មានទេកម្ពុជាសប្តាហ៍ថ្ងៃអត់មានឯកភាពជាតិដោយសារតែយើងបង្ក្រាបគេទេហើយកម្ពុជាសប្តាហ៍ថ្ងៃគ្រោះថ្នាក់ខ្លាំងជាងគេគឺគណៈបកប្រជាជនកម្ពុជាខ្លួនឯងហើយដែលបានគ្រោះថ្នាក់ដោយសារមនុស្សនៅក្នុងបកនេះទោះជាកវីបណ្ឌិតបញ្ញវន្តអ្នកចេះដឹងអីដល់កំណត់ណាក៏ដោយក៏អត់ហ៊ានរិះគន់ប្រាប់គណៈបកនេះឬក៏រដ្ឋាភិបាលនេះអំពីចំណុចដែលត្រូវកែដែរសុកចិត្តសរសើរឲ្យស្លាប់អត់ហ៊ានបង្អាប់ឲ្យរស់ទេព្រោះបង្អាប់ឲ្យរស់គឺស្លាប់ខ្លួនឯងអ្នកបង្អាប់គេហ្នឹងទៅវិញគេយកដាក់គុកគេចាត់ទុកថាខ្មាំងសត្រូវអីចឹងដូច្នេះកម្ពុជាខ្លួនឯងគណៈបកប្រជាជនកម្ពុជាកំពុងតែសម្លាប់ខ្លួនដោយឲ្យបញ្ញវន្តបណ្ឌិតខ្លួនឯងខ្លាយទៅជាកថ្លង់ឬក៏ជាបណ្ឌិតដូខួរហ្មងគឺនិយាយសទៅជាខ្មៅដើម្បីឲ្យស្របត្រូវចិត្តសរសើរនិយាយទៅគឺឲ្យជោឲ្យអាចេញធ្លាក់ទឹកសរសើរឲ្យស្លាប់តែមិនឲ្យបង្អាប់ឲ្យរស់នេះគឺជាផលកម្មរបស់ខ្លួនគាត់ទេហើយតិចទៀតទៅគឺកម្មតែគ្នាគាត់ហ្នឹងក៏អត់ហ៊ាននិយាយអីដែរអញ្ចឹងទុកឲ្យរលាយទៅហើយអង្គុយដុតធូបបន់ផ្សត់បន់ផ្សងទៅថាបើរលាយទៅហើយចាំដូរទៅចាំគិតរឿងទៀតព្រោះឥឡូវឆាចោលអីចឹងទៅរឿងនេះគ្រោះថ្នាក់ណាស់តែមកខ្ញុំលើកទឹកចិត្តថារឿងមុំអីទៅខ្ញុំអត់ខ្វល់ទេខ្ញុំបានប្រាប់ច្រើនសារខ្ញុំនិយាយអត់ដូរទេខ្ញុំអត់ខ្វល់តកូលណាកាន់អំណាចនៅស្រុកខ្មែរទេតកូលហ៊ុនតកូលសុកតកូលទាតកូលរងតកូលកំតកូលចៅតកូលថាច់តកូលមីតកូលមូតកូលស្អីក៏ដោយកាន់ទៅឲ្យតែប្រជាពលរដ្ឋខ្មែរមានភាពសុខដុមរមនាត្រូវរើគ្នាកុំធ្វើនយោបាយបែបស្មោកគ្រោកដូចសពថ្ងៃឲ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់គ្រាន់កុំខ្លាចកុំរអាគ្រាន់តែចូលរួមជីវភាពនយោបាយនិយាយរិះគន់រដ្ឋាភិបាលដើម្បីប្រយោជន៍យុត្តិធម៌សង្គមក៏គ្នាខ្លាចក៏គ្នាភ័យរស់ស៊ីគេធ្វើបាបគ្រូបង្រៀនគេមិនឲ្យបង្រៀនប៉ូលីសរាជការក៏មានខ្នាតខ្សែខ្នងបកពួកគេដឹងថាមិនមែនខ្សែគេគឺគេធ្វើទុកបុកម្នេញអត់អាចដឹកនាំប្រទេសដូច្នេះរីកចម្រើនទេវាទៅគ្រោះមហន្តរាយហើយស្រុកណាក៏គេអាចដឹកនាំប្រទេសបែបហ្នឹងដើម្បីឲ្យរីកចម្រើនដែរព្រោះមនុស្សមិនហ៊ាននិយាយការដែលមិនហ៊ាននិយាយនេះឯងហើយដែលធ្វើឲ្យអាចេញធ្លាក់ទឹកហើយយូរទៅយើងស្រាតសោះប្រជាពលរដ្ឋគេសរសើរមន្ត្រីរាជការក្បែរវាំងតថាថាស្លៀកស្អាតដល់ដើរទៅស្រាតអាហ្នឹងរឿងទៅមើលប្រវត្តិនៃអធិរាជគ្មានសម្លៀកបំពាក់ដែលអាមាត្យមន្ត្រីនៅក្នុងវាំងទាំងអស់គឺដោយសារតែខ្លាចបុណ្យនៃប្រជាស្ដាព្រះមហាក្សត្រព្រោះព្រះមហាក្សត្រកាលពីរឿងនិទានទេប៉ុន្តែជារឿងអប់រំរឿងគេហៅថាអធិរាជគ្មានសម្លៀកបំពាក់ The Emperor Without Clothes ជាភាសាអង់គ្លេសទៅគេអប់រំមនុស្សហ្នឹងគេចង់និយាយថានៅក្នុងព្រះបរមរាជវាំងមួយហ្នឹងគឺយូរហើយដែលមានក្សត្រមួយអង្គដែលជាអធិរាជធំណាស់មានអំណាចជាស្ដារយន្តនាទៅសម្រាប់ចោលក៏បានដែរឲ្យតែទៅព្រះរាជហឫទ័យអញ្ចឹងមន្ត្រីអាមាត្យនៅក្នុងវាំងនៅក្នុងអីទាំងអស់ហ្នឹងគឺមិនអាចនឹងធ្វើឲ្យទាស់ចិត្តឬទាស់ណែព្រះរាជហឫទ័យរបស់ព្រះមហាក្សត្របានទេព្រោះអីអំណាចខ្លាំងគឺអាចសម្លាប់យកទៅសម្លាប់ចោលហើយមន្ត្រីទាំងអស់នោះមានឋានៈតាមនឹងទៀតបើសិនជាបង្ហាញអំពីភាពល្ងងខ្លៅរបស់មន្ត្រីភាពមិនឆ្លាតវៃរបស់មន្ត្រីក៏មិនអាចនឹងកាន់អំណាចកាន់តំណែងអីនៅក្នុងព្រះបរមរាជវាំងនឹងបានដែរគឺគេព្រះមហាក្សត្រនឹងបញ្ជាយកទៅសម្លាប់ចោលឬក៏រើសមន្ត្រីថ្មីព្រោះអីភ្លីភ្លឺមិនសូវចេះកិច្ចការងារអីអត់ថាល្ងងអញ្ចឹងអត់ត្រូវបង្ហាញអំពីភាពល្ងងភាពមិនមានទស្សនៈចក្ខុវិស័យអីវែងឆ្ងាយអញ្ចឹងប្រឹងធ្វើពុតជាខ្លួនឯងចេះអញ្ចឹងស្អីក៏អត់ល្ងងដែរគឺរឿងដូចសំបីតែរឿងសម្លៀកបំពាក់អញ្ចឹងមានជនម្នាក់ពីរនាក់ដែលគេទៅបោកដល់ព្រះបរមរាជវាំងហ្នឹងគឺគេថាគេហ្នឹងគឺជាអ្នកដែលត្បាញសម្លៀកបំពាក់
ខូលប្រមួងស្អីហ្នឹងគឺប្រណិតដែលអាចធ្វើឲ្យព្រះមហាក្សត្រហ្នឹងដាក់ក្រងទៅហ្នឹងគឺថាល្អផូរផង់សមជាស្ដេចផែនដីគឺប្រជានរាជកោតខ្លាចគោរពព្រោះអីសម្លៀកបំពាក់ហ្នឹងបង្ហាញអំពីភាពអស្ចារ្យមហិទ្ធិឫទ្ធិអីចឹងណាហើយថាគេមានសូត្រមានអីហ្នឹងគឺអស្ចារ្យមែនតើហើយដល់ពេលអញ្ចឹងទៅគឺបកូនណាដូចជាទ្រង់សពរាជហឫទ័យចង់បានសម្លៀកបំពាក់បែបនេះដែរព្រោះអីធ្វើឲ្យព្រះមហាក្សត្រហ្នឹងគឺមានអំណាចមានឥទ្ធិពលកាន់តែខ្លាំងព្រោះចង់បានអំណាចហ្នឹងណាមិនមែនចង់បានក្តីគោរពទេគឺចង់បានអំណាចដល់តែពេលអញ្ចឹងអ្នកទាំងពីរនោះបោកទេគឺទៅក្នុងព្រះបរមរាជវាំងហ្នឹងគឺអត់មានកៃអត់មានអីទាំងអស់គឺទៅតែដៃទៅទេក៏ប៉ុន្តែគេធ្វើដូចជាមានកៃដំបាញមានត្រល់បោះទៅបោះមកអីហ្នឹងគឺអាមាត្យអីមន្ត្រីអីហ្នឹងគឺខ្សឹបខ្សៀវគ្នាតែមិនហ៊ាននិយាយថាដូចជាអត់មានឃើញកៃអត់មានឃើញដំបាញមានឃើញហូលសរសៃសូត្រអីទេហ៎តែគិតតែខ្លួនឯងអត់ហ៊ាននិយាយប្រាប់មន្ត្រីអាមាត្យណាផ្សេងទៀតទេព្រោះគេខ្លាចថាល្ងងព្រោះគេផ្សេងទៀតគេមើលឃើញគ្រប់គ្នាថាអូកៃគេនេះល្អណាស់កៃបុរាណកៃអីសូត្រគេហ្នឹងក៏សរសៃសូត្រឆ្មាប្រណិតស្អីស្អីហ្នឹងគេអ្នកជំនាញរបស់គេអញ្ចឹងអ្នកផ្សេងទៀតក៏គេនិយាយដូចគ្នាអញ្ចឹងដល់ពេលស្ដាប់ទៅគឺម្នាក់គឺអត់ហ៊ាននិយាយពីភាពភ្លីភ្លើរបស់ខ្លួនថាមើលមិនឃើញអាភាពល្អអញ្ចឹងចិត្តតែគិតថាល្អដូចគ្នាអញ្ចឹងនាំគ្នាកុហកខ្លួនឯងដើម្បីកុំឲ្យគេដកតំណែងពីព្រះរាជវាំងហ្នឹងហើយកុំឲ្យព្រះមហាក្សត្រររឿងអាចយកទៅសម្លាប់ចោលអីផងអញ្ចឹងនាំគ្នាចេះតែភូតតាមគ្នាកុហកតាមគ្នាហើយចេះតែថាអូល្អណាស់មើលក៏ឲ្យមករាល់ថ្ងៃមកក្នុងបន្ទប់ហ្នឹងគេដាក់រៀបចំបន្ទប់មួយយ៉ាងស្អាតនៅក្នុងព្រះបរមរាជវាំងហ្នឹងឲ្យគាត់ត្បាញអញ្ចឹងទៅទាំងពីរនាក់ហ្នឹងបោះត្រល់ទៅមកអង្គុយល្វីចុះល្វីឡើងខាចុះខាឡើងហ្នឹងទៅម្ដងទៅលើកអត់មានស្អីទេគឺចេះតែធ្វើអញ្ចឹងទៅតាមដៃទៅទេហ្នឹងហើយមន្ត្រីហ្នឹងចេះតែត្រឡប់មើលហើយអង្គុយមន្ត្រីខ្លះដឹងរឿងប៉ុន្តែអត់ហ៊ានដឹងនិយាយការពិតខ្លាចមហាក្សត្រយកទៅសម្លាប់ចោលឬក៏ខ្លាចគេដកតំណែងអញ្ចឹងចេះតែគិតហើយចេះតែឆ្ងល់ខ្លួនឯងតែមិនហ៊ាននិយាយតែដល់ពេលបកូនណាក៏ហៅទៅឲ្យរាយការណ៍អំពីការត្បាញហ្នឹងគឺទៅតាមអ្វីដែលអ្នកត្បាញហ្នឹងប្រាប់អ្នកត្បាញហ្នឹងថាអូឥឡូវថ្ងៃនេះបានប៉ុណ្ណេះមួយឆ្អាមពីរឆ្អាមឥឡូវស្អាតណាស់អូចាំមើលតាពេលយកទៅក្រងលើព្រះមហាក្សត្រហ្នឹងគឺមិនដឹងជាអស្ចារ្យប៉ុណ្ណាអញ្ចឹងទៅពិតទូលព្រះមហាក្សត្រហ្នឹងតាមដំណើររឿងនៃអ្វីដែលដំណើរមើលមិនឃើញអត់មានឃើញធ្វើអីទេថ្ងៃឃើញតែធ្វើដៃធ្វើជើងទៅទេអញ្ចឹងមកអញ្ចឹងឃើញកាន់យួរកាន់អីហ្នឹងឃើញដូចថាមានរបស់តែខ្លួនឯងមិនហ៊ានថាខ្លួនឯងមើលឃើញអញ្ចឹងទេខ្លាចល្ងងទៅទៀតទៅត្បាញចុះត្បាញឡើងរហូតដល់តែចប់ទៅរាយការណ៍ព្រះមហាក្សត្រថាចិត្តហើយបកូនណាឥឡូវគេបានប៉ុណ្ណេះអូស្អាតណាស់លលងស្រិលពណ៌ផ្កាភ្ញីហើយព្រះមហាក្សត្រហ្នឹងលោកក៏មើលតែមិនឃើញដូចគ្នាអញ្ចឹងដែរក៏ប៉ុន្តែមិនហ៊ានឲ្យគេដឹងថាខ្លួនឯងល្ងងព្រោះអីយើងទៅប្រាប់មន្ត្រីថាល្ងងយកគេទៅសម្លាប់ទៅព្រះមហាក្សត្រត្រូវតែមានអាទស្សពិតរាជធម៌គឺឃើញគឺថាអញ្ចឹងដែរហើយនៅតែងក់តែប្រកាសហ្នឹងថាល្អអញ្ចឹងទៅដល់តែពេលគេត្បាញអីចប់សពគ្រប់អស់ដល់ពេលកាត់យកទៅដាក់ព្រះមហាក្សត្រហ្នឹងគឺយាងព្រះអង្គហ្នឹងមកដើម្បីយកអាសូត្រយកអាកណាត់ហើយចិត្តតែធ្វើអញ្ចឹងទៅអត់មានយកទៅធ្វើដាក់វាស់វែងអីអញ្ចឹងទៅហើយព្រះមហាក្សត្រហ្នឹងក៏នៅតែញញឹមញញែមអីអញ្ចឹងទៅហើយគេថាសរសើរអាមាត្យមន្ត្រីថាល្អយកទៅកាត់យកទៅដាក់លើខ្លួនហ្នឹងខ្យល់សោះហ្នឹងយកទៅដល់ចុងក្រោយគឺឲ្យទៅឆ្លោះកញ្ចក់ទៀតហ្នឹងម្នាក់បញ្ជោថាឲ្យស្រាតសោះហ្នឹងអូស្អាតណាស់បកូនណាស្អាតមែនតើសម្លៀកបំពាក់នេះសមត្រង់ណាអីអញ្ចឹងទៅអូញញឹមអត់និយាយទៅមកវាំងដោយទាំងព្រះមហាក្សត្រផងគឺអត់មានស្អីសោះដោយសារតែមិនហ៊ានបង្ហាញពីភាពភ្លីភ្លើរបស់ខ្លួនអញ្ចឹងទៅខ្លាចគេដឹងចិត្តតែនាំគ្នាអាចេញធ្លាក់ទឹកឲ្យអញ្ចឹងទៅអូស្រាប់ដល់ពេលគឺកាត់ឲ្យអីឲ្យពាក់ឲ្យអីឲ្យអញ្ចឹងទៅគេថាដល់ថ្ងៃដែលយើងចេញពីវាំងដើម្បីឲ្យប្រជាពលរដ្ឋតតមើលឃើញពីភាពអស្ចារ្យនៃសម្លៀកបំពាក់ថ្មីដែលពីជាងចំណានជាងជំនាញដៃឯកអញ្ចឹងណាទៅដល់តែពេលថ្ងៃចេញទៅតាមដូចថាឲ្យប្រជាពលរដ្ឋក្រានឃើញព្រះអង្គទៅតាមផ្លូវអូគេចេញមកចាស់ដៃហូកជ្រាវអ្នកដែលដឹងខ្សឹបខ្សៀវគ្នាពីសម្លៀកបំពាក់របស់ព្រះមហាក្សត្រហ្នឹងប្រជាពលរដ្ឋច្រើនណាស់ដែលអាចជ័យធ្លាក់ទឹកដូចគ្នាថាអូស្អាតណាស់តាមពិតស្រាតទេតែគេថាអូស្អាតម្លេះមិនហ៊ានប្រាប់ថាពីភាពភ្លីភ្លើរបស់ខ្លួននៅតែស្អាតនៅតែល្អណាស់អូយស្អីចេះលឺតាមគេថាតែអត់ឃើញទេលឺចង់ទៅសោទះដៃប្រាវសិតតែបកូនណាលោកស័កសមជាព្រះមហាក្សត្រនឹងក្រងសម្លៀកបំពាក់នឹងស្រស់សង្ហាស្អាតអីចឹងទៅហើយទៅចាស់ទូងស្គាល់អាមាត្យនឹងក៏សរសើរអញ្ចឹងតែស្រាតរហូតដល់តាំងពីដែលយាងតាំងពីវាំងទៅហ្នឹងគឺស្រាតរហូតចុះទៅតាមភូមិតាមស្រុកអីចឹងតោះតែកូនក្មេងមួយដែលឃើញក្រឡេកទៅស្រែកមកផ្លត់សម្លេងថាអូបកូនណាស្រាតចឹងមិនបានអត់ស្លៀកអីចឹងនៅពេលនោះឯងបានផ្ទុះរឿងបែកអូហូស្ដឹងថាបកូនណាអធិរាជហ្នឹងគឺស្រាតទេអត់មានបានក្រងស្អីទេដោយសារក្មេងគ្នានិយាយការពិតចាប់ពីពេលហ្នឹងមកបានខ្មាស់អាម៉ាស់អស់រិះផងទាំងពួងមន្ត្រីអាមាត្យស្អីគេហ្នឹងក៏ខ្មាស់អស់អីអញ្ចឹងទៅនេះគឺចាប់រឿងតាមប៉ុណ្ណេះរឿងហ្នឹងវាជារឿងអត់ស្ដាច់ទេបងប្អូនគាត់ថាជារឿងអប់រំមួយចង់បញ្ជាក់ប្រាប់ថានេះឯងអាចជ័យធ្លាក់ទឹកយើងនាំគ្នាល្អគ្រប់យ៉ាងសរសើរតែស្កបណ្ឌិតកវីបញ្ញវន្តយើងទៅជាក្បត់មនសិការអស់ដល់យូរចុងក្រោយអ្នកណាលលាយបងប្អូនអ្នកណាដែលលលាយសាកគិតមើលអ្នកណាដែលលលាយគឺអធិរាជហ្នឹងក៏លលាយព្រះបរមរាជវាំងហ្នឹងក៏លលាយប្រជានរាជគឺលែងគោរពលែងកោតខ្លាចលែងអីអាណាចក្រហ្នឹងខ្លាយទៅជាច្បុកច្បល់លែងស្គាល់ទិសតំបន់អីទាំងអស់អាហ្នឹងហើយយើងទុកឲ្យពេលវាអញ្ចឹងហើយបានជាខ្ញុំចិត្តទៅលើកទឹកចិត្តថាកុំសរសើរឲ្យស្លាប់កុំបង្អាប់ឲ្យរស់សរសើរឲ្យត្រូវហើយមេដឹកនាំហ្នឹងក៏មានភាពក្លាហានទទួលយកការពិតផងហើយយកទៅដោះស្រាយទៅបាទឥឡូវខ្ញុំបន្តរឿងបន្តទៅទៀតស្លេះរឿងអត់ស្ដាច់នេះបន្តិចចុះខ្ញុំនៅតែលើកទឹកចិត្តឲ្យលោកហ៊ុនម៉ាណែតបើសិនជាចង់ឲ្យអំណាចនឹងបានក្តីគោរពពីប្រជាពលរដ្ឋគឺលោកកែទៅតាមសំណូមពរប្រជាពលរដ្ឋហើយកុំចាប់គេដាក់គុកកែទៅខ្ញុំជឿថាបើសិនជាបានល្អទាំងអស់គ្នាគេសាទរទាំងអស់គ្នាទេ
ឥឡូវនេះគឺចូលដល់រឿងលោកជួននរិនអះអាងថាគ្រួសារស្ត្រីដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់បានប្រគល់ខ្លួនស្ត្រីនោះជូនសមត្ថកិច្ចតាមសំណូមពររបស់លោកយើងឃើញរូបភាពនៅក្នុងបណ្ដាញសង្គមនៅប៉ុស្តិ៍នគរបាលអីហ្នឹងយើងឃើញនៅ Facebook របស់លោកជួននរិនដែលគាត់បានបង្ហោះសារមកគាត់ប្រាប់ថាគាត់និយាយចេះសាររបស់គាត់នេះគឺតាក់ទងនឹងស្ត្រីម្នាក់វ័យ27ឆ្នាំគឺលោកស្រីសាមីជូនេះឈ្មោះរបស់គាត់ដែលបើករថយន្តទំនើបឈ្មោះ Mark Avatar សង្ស័យតាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍ហ្នឹងឃើញបរិសម្នាក់ដែលជាមន្ត្រីរដ្ឋការនៅក្រសួងរាជការនៅក្រសួងសាធារណការបានស្លាប់នៅនឹងកន្លែងហើយគាត់ក៏បានគេចខ្លួនពីកន្លែងកើតហេតុហើយបើតាមសារព័ត៌មានក្នុងស្រុកបានរាយការណ៍មកថាគាត់បានប៉ុនប៉ងគេចខ្លួនចេញទៅប្រទេសក្រៅប្រទេសគឺប្រទេសសិង្ហបុរីក៏ប៉ុន្តែដំណើរនេះគឺមិនបានជោគជ័យទេអានេះគឺជាការផ្សព្វផ្សាយក្នុងស្រុកប៉ុន្តែនៅពេលដែលហ្នឹងក៏ឮសូរលោកជួននរិនឯនេះវិញគាត់លោកជួននរិនគឺជាស្នងអគ្គស្នងការរងរបស់នគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញលោកបានសរសេរសារដូចនេះថាខ្ញុំបាទសូមអរគុណដល់លោកអុកញ៉ាគាត់មិនបញ្ចេញឈ្មោះអុកញ៉ាណាទេដែលបានសហការជាមួយខ្ញុំតាមរកកូនស្រីប្រគល់មកជំនាញដែនសមត្ថកិច្ចឬផែនចរាចរណ៍ផ្លូវគោកនៃអគ្គស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីអនុវត្តតាមផ្លូវច្បាប់តាមសំណូមពររបស់ខ្ញុំអញ្ចឹងបានន័យថាគាត់សំណូមពរឲ្យទៅចាប់ឬក៏ឲ្យបញ្ចូលខ្លួនទៅនិយាយទៅអាជ្ញាធរនឹងក៏ស្លូតក្រាន់បើដែរអក្រិតជនដែលប្រព្រឹត្តអំពើអក្រិតគឺគាត់អំពាវនាវសំណូមពរឲ្យចូលខ្លួនប៉ុន្តែបើក្រុមបកប្រឆាំងវិញអត់មានសំណូមពរអីគឺចុះទៅដល់ផ្ទះចាប់យកវាយខ្នោះយកតែម្ដងនេះប្រជាពលរដ្ឋមើលឃើញដែរប៉ុន្តែយ៉ាងណាក៏ឃើញថារឿងនេះគឺវាដល់ដំណាក់កាលដែលជនបង្កបានចូលខ្លួនទៅឲ្យសមត្ថកិច្ចចាប់ឃុំខ្លួនខាត់ខ្លួនដើម្បីដោះស្រាយតាមនីតិវិធីហើយសំណួរគឺនៅត្រង់សួរថាតើនីតិវិធីនេះវានឹងប្រព្រឹត្តទៅដូចម្ដេចតើអ្នកណាតាមដានហើយហេតុអីបានជាប្រជាពលរដ្ឋយកចិត្តទុកដាក់រឿងនេះម៉េះគ្រោះថ្នាក់ចរាចរណ៍មិនមែនស្លាប់តែរឿងលោកដែលជាមន្ត្រីក្រសួងសាធារណការម្នាក់ទេណាគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅលើដងផ្លូវរាល់ថ្ងៃអំពើអយុត្តិធម៌កើតឡើងរាល់ថ្ងៃចាហេតុអីបានជាយើងចាប់អារម្មណ៍នឹងរឿងអុកញ៉ាឬក៏រឿងលោកស្រីសាមមីជូនេះម្ល៉េះនេះគឺជាសំណួររបស់អុកញ៉ាម្នាក់ដែលសរសេរនៅលើបណ្ដាញសង្គមដែលគាត់ហាក់បីដូចជាឆ្ងល់ដែរហេតុអីបានជាប្រជាពលរដ្ឋខ្មែរយើងយកចិត្តទុកដាក់ខ្លាំងទៅលើរឿងអុកញ៉ាដែលឬក៏អ្នកមានទ្រព្យសុខស្ដំដែលផ្លាស់ពីរឿងគ្រោះថ្នាក់ចរាចរណ៍ព្រោះគ្រោះថ្នាក់ចរាចរណ៍កើតរឿងរាល់ថ្ងៃគាត់ថាពេលដែលមានគ្រោះថ្នាក់ចរាចរណ៍រឿងជាមួយនឹងអ្នកមានអំណាចឬក៏អ្នកមានលុយអីហ្នឹងគឺផ្សាយស្រស់គ្នារាប់ថ្ងៃប៉ុន្តែបើអ្នកធម្មតាឬអីធម្មតាជួនកាលអត់ទៅផ្សាយអីគេផងបាត់ឈឹងលោកនិយាយនេះមិនមែនបានន័យថាលោកចំណែននឹងការផ្សាយឲ្យអ្នកមានលុយច្រើនហើយនឹងអ្នកមានទ្រព្យតិចតួចអត់សូវគេផ្សាយទេលោកនិយាយហ្នឹងគឺលោកអង្ញាអឹងកំហុងលោកនិយាយថាបើអ្នកធម្មតាធ្វើខុសគេផ្សាយបន្តិចក៏ចប់តែបើអង្ញាឬកូនអង្ញាធ្វើខុសផ្សាយឯងដល់ឋានទាំង3រឿងនេះគឺគាត់មិនមែននិយាយដើម្បីនៅខាងអ្នកក្រដែលគេអត់ផ្សាយឲ្យបានច្រើនទេគាត់និយាយកាន់ជើងអ្នកមាននៅក្នុងន័យថាឲ្យតែមានអ្នកមានអំណាចចេះតែនាំគ្នាប្រឹងផ្សាយស្រោចអីចឹងទៅគឺហាក់បីដូចជាចង់ទម្លាក់កំហុសទៅលើក្រុមអ្នកប្រព្រឹត្តខុសហ្នឹងដែលជាអ្នកមានទ្រព្យអីចឹងណារឿងនេះគឺអញ្ចេះទេបងប្អូនតាមពិតជា logic ជាសច្ចានុមត្តប្រជាប្រដ្ឋភ័យព្រោះអ្នកក្រគេមិនសូវផ្សាយគេផ្សាយឲ្យរកយុត្តិធម៌ឲ្យអ្នកក្រផ្សាយប៉ុន្តែយើងដឹងហើយអ្នកចាប់អារម្មណ៍រឿងអ្នកក្រអ្នកខ្វះខាតហ្នឹងគេវាមិនមានអ្នកណាគេចង់តាមមើលទេព្រោះអីព័ត៌មានហ្នឹងវាអត់មានតម្លៃនៅក្នុងការផ្សាយទេអ្នកផ្សាយ MMO ហ្នឹងក៏ដឹងខ្លួនទៀតថាទៅផ្សាយអ្នកក្រមានណាគេឈឺឆ្អាលអីបើផ្សាយអុកញ៉ាមហាមន្ត្រីបានគេមើលអញ្ចឹងតែតាមពិតរឿងសច្ចានុមត្តមួយគឺការដែលគេភ័យរឿងអ្នកមានអំណាចបុកគេហើយគេត្រូវផ្សាយឲ្យញាប់ហ្នឹងគឺសារប្រជាពលរដ្ឋចង់រកយុត្តិធម៌ជូនជនរងគ្រោះព្រោះដឹងថាអ្នកមានលុយហ្នឹងរួចខ្លួនទៅរហូតអត់ដែលបានទៅរកយុត្តិធម៌អីទេបុកហើយសោកលុយឬក៏កិច្ចខ្លួនឬក៏សុំកលុំដូរបាត់ចោតអង្គហេតុដូចស្ត្រីណាម្នាក់បុកគេហើយថាឈួតលីលាសរសៃប្រសាទអីចឹងទៅមិនអាចនឹងមកដោះស្រាយបញ្ហាបានទេមួយឆ្នាំពីរឆ្នាំក្រោយមកហ្នឹងក៏ជាទៅរៀបការប្តីស្អីអីធម្មតាអីចឹងទៅអ្នកស្លាប់បាត់ទៅក្រោយមកមានកូនលោកធំណាមកលំបាត់ស្ងាត់ឈឹងចឹងទៅរឿងវាច្រើនពេកអ្នកមានហ្នឹងដែលធ្វើឲ្យប្រជាពលរដ្ឋមិនទៅរឿងទាំងអស់នេះអត់មានត្រូវជាចម្ងល់របស់អង្គការអឹងគឹមហុងឬក៏ចម្ងល់ប្រជាពលរដ្ឋណាទេវាជារឿងតថភាពជាក់ស្ដែងនៅក្នុងសង្គមដែលមានបញ្ហាអយុត្តិធម៌វាច្រើនពេកនៅពេលដែលមានបញ្ហាអយុត្តិធម៌ច្រើនពេកមនុស្សចាប់ផ្ដើមផ្ដួចទៅមើលភ័យខ្លាចអត់មានយុត្តិធម៌ទៀតហើយព្រោះទៅជឿអីតុលាការទៅជឿអីប៉ូលីសទៅជឿអីសារក្រុមគ្នាគេភាសាខ្មែរយើងគិតអញ្ចឹងអូអត់មានលុយសោកគេហើយយើងមើលឃើញរឿងខ្លោចផ្សារនឹងច្រើនជនរងគ្រោះបើជាប្រជាពលរដ្ឋក្រីក្រខ្វះខាតវិញគឺយុត្តិធម៌ជើងមេឃអ្នកខ្លះដោយកូនក្មេងស្រីម្នាក់ដែលគេបុកកាត់ជើងទាំងពីរ 5-6 ឆ្នាំមិនដឹងសំណងនៅណានឹងអ្នកក្រីក្រទៅបានស្អីក្រុមមេធាវីលោកហ៊ុនសែននឹងមកជួយគាស់បន្តិចទៅបានកក្រៅផ្លែទៅស្ងាត់បាត់ទៀតអានឹងប្រជាពលរដ្ឋដែលគ្មានខ្សែគ្មានខ្នងសូម្បីតែអ្នកមានខ្សែមានខ្នងដូចជាតារាសម្ដែងអីមួយតាម MMO នៅខេត្តកពតដែលរឿងគ្រោះថ្នាក់ចរាចរណ៍មួយដែលត្រូវតែដេប៉ូលក់ខ្សាច់ណាមួយដោះស្រាយលក់អស់គេអាក
ហើយជាមនុស្សដែលស្និទ្ធស្នាលនឹងគណៈបកកណ្ដាលអំណាចគ្រប់គ្រងគណៈបកកណ្ដាលអំណាចអត់ហ៊ានទេមេធាវីណាដែលគ្រប់គ្រងឬក៏ចង់ជួយដែលមិនមែនជាក្រុមរបស់លោកហ៊ុនសែនហ្នឹងក៏មិនឲ្យគេជួយផងទៅរកលោកគីតិចទៅរកអីហ្នឹងដើម្បីឲ្យមកជួយនៅតែរកយុត្តិធម៌អត់បានផងហ្នឹងមនុស្សគ្នាឯងផងវាអំពើអយុត្តិធម៌ហ្នឹងវាច្រើនពេកដែលធ្វើឲ្យប្រជាពលរដ្ឋភ័យអត់ទុកចិត្តប្រព័ន្ធដឹកនាំរដ្ឋអស់លោកអត់ដឹងទេចឹងអស់លោកអត់ដឹងទេហើយតាមពិតមែនតើលោកគឹមហុងគាត់និយាយហ្នឹងខ្ញុំក៏យល់ស្របថាពេលខ្លះអយុត្តិធម៌សម្រាប់សង្គមមួយនេះដែរគឺគេរករឿងតែក្រុមអ្នកមានអំណាចហ្នឹងមែនខ្ញុំនិយាយខ្ញុំគ្រប់គ្រងសាររបស់លោកគឹមហុងដែលថាឲ្យតែមានអង្គការមហាមន្ត្រីអ្នកមានអំណាចសាក់នេះផ្កាយនេះគ្រោះថ្នាក់ចរាចរណ៍គេផ្សាយឡើងផ្អើលភូមិតាមពិតអយុត្តិធម៌មែនតើបងប្អូនពេលដែលមានគ្រោះថ្នាក់ចរាចរណ៍យើងមិនអាចទៅផ្សាយព្រមព្រៀងអំពីផ្ទះគេលំនៅឋានគេលេខអត្តសញ្ញាណប័ណ្ណគេយើងដឹងហើយថាដើម្បីតាមកុំឲ្យសមត្ថកិច្ចហ្នឹងមើលរំលងខ្លាចលោករត់កិច្ចអីល្អហើយយើងព្រួយចឹងត្រូវហើយប៉ុន្តែជាសិលធម៌ជាសុជីវធម៌គឺខ្ញុំអត់និយាយតែករណីរឿងកូនស្រីរបស់លោកអង្គការដែលបុកមនុស្សស្លាប់នេះខ្ញុំនិយាយជាសិលធម៌ទូទៅគេអត់ដែលផ្សាយអំពីអត្តសញ្ញាណអាស័យដ្ឋានរបស់អ្នកណាពាក់ព័ន្ធទេព្រោះតាក់ទងនឹងសុវត្ថិភាពយើងដឹងហើយចុះតាក់ទងសុវត្ថិភាពអីបើគាត់បុកគេស្លាប់គាត់កិច្ចគាត់គ្មានសិលធម៌គាត់មានសុជីវធម៌អីផងយើងដាក់ឲ្យអាសមត្ថកិច្ចហ្នឹងគឺរកឲ្យឃើញទៅលេខផ្ទះលេខអត្តសញ្ញាណប័ណ្ណលេខបងប្អូនគេមិនដែលធ្វើអញ្ចឹងទេយើងមិនអាចយកថ្មិញសងថ្មិញទេបើយើងអាចមនុស្សស្លាប់យើងទៅសម្លាប់មនុស្សដើម្បីសងសឹកអញ្ចឹងចាំបាច់មានច្បាប់មានទម្លាប់មានសិលធម៌មានគុណធម៌មានប្រព័ន្ធតុលាការមានប៉ូលីសមានស្អីទៅអីអញ្ចឹងយើងទាំងអស់គ្នាក៏ត្រូវតែផ្ចង់ស្មារតីទាំងអស់គ្នាការពិតត្រូវហើយអ្នកដែលប្រព្រឹត្តខុសត្រូវទទួលទោសក៏ប៉ុន្តែកុំឲ្យរំលោភហួសពីសិលធម៌គុណធម៌យើងដឹងហើយតែគាត់អត់មានសិលធម៌អត់មានគុណធម៌មិននៅចាំជួយសង្គ្រោះជីវិតមនុស្សសុកចិត្តចុចទូរស័ព្ទឲ្យដើរទៅឡើងកង់3អីគាត់មានសិលធម៌គុណធម៌មកពីណាយើងនឹងមានរឿងអីត្រូវគោរពឲ្យតម្លៃគាត់ម្លេះមិនមែនអញ្ចឹងទេខ្ញុំនិយាយអំពីគុណធម៌តម្លៃសច្ចធម៌យុត្តិធម៌សង្គមទូទៅយើងមិនអាចផ្ដេសផ្ដាស់អីស្រេចតែចិត្តអញ្ចឹងទេគឺអូសទូកុំឲ្យល្អានចាប់ត្រីបានកុំឲ្យល្អទឹកអាជ្ញាធរមានស្លាកលេខឡានគាត់អីតាស្លាកលេខឡានហ្នឹងគឺបញ្ជាក់អំពីអត្តសញ្ញាណរបស់គាត់ចុះបញ្ជីនៅខាងនាយកដ្ឋានដឹកជញ្ជូនអីចឹងទៅអញ្ចឹងគេចាត់ការគេអីចឹងប៉ុន្តែប្រជាពលរដ្ឋពេលខ្លះក៏អត់ទុកចិត្តអាជ្ញាធរសោះនេះគឺជាបញ្ហាសង្គមមួយដែលជាជំងឺរ៉ាំរ៉ៃបងប្អូនខ្ញុំអាសូរមែនតើហើយខ្ញុំយល់លោកកឹមហុងគាត់និយាយហ្នឹងគឺថាឲ្យតែអ្នកមានគឺ